សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Pro BKA ទាំងអស់គ្នាសូមជួយចុច Like Subscribe និងសញ្ញាកណ្ដឹងឲ្យ Admin ម្នាក់មួយផងណាតោះឥឡូវយើងទៅដឹងចំណងជើងសាច់រឿងយើងទាំងអស់គ្នាប្រុសខ្ញុំចិញ្ចឹមជាមហាសេដ្ឋីមួយរឿងចំចាប់ដើមសាច់រឿងដំបូងរបស់យើងនេះគឺជាតួស្រីមានឈ្មោះថាចៅម៉ានដែលគាត់កំពុងតែមើលប្តីរបស់គាត់លោកស៊ីមីងតាក់ទងជាមួយនឹងអ្នកនាងឈិញឈិញដែលគេកំពុងតែឡើងលើក្រេជាមួយនឹងគ្នាណាហើយចំណែកលោកស៊ីមីងគេនឹងក៏បាននិយាយជាមួយនឹងអ្នកនាងឈិញឈិញនឹងថាគេអត់ចង់រស់នៅជាមួយនឹងតួស្រីទេដោយសារតែតួស្រីរបស់យើងគឺមិនបានផ្ដល់ក្តីសុខឲ្យគាត់អញ្ចឹងហើយក៏ចង់រស់នៅជាមួយនឹងអ្នកនាងឈិញឈិញណាហើយចំណែកគាត់នឹងក៏ចាប់ផ្ដើមថាគាត់នឹងយកកូនជាមួយនឹងអ្នកនាងឈិញឈិញនឹងឯងតួស្រីរបស់យើងលើតែបែបនឹងគាត់នឹងក៏ចាប់ផ្ដើមខឹងតែម្ដងហើយតួស្រីយើងគាត់នឹងក៏បានមកជួបជាមួយនឹងក្មេងប្រុសម្នាក់ដែលគាត់ខំចិញ្ចឹមដែលគាត់បាត់បង់សតិបាត់បង់ស្មារតីនឹងឯងទោះស្អីបើយើងឃើញតែប្តីក្បត់នឹងហើយឱកាសល្អគាត់នឹងក៏មិនបានប្រឡែងដៃតួប្រុសរបស់យើងនេះដែរពួកគាត់នឹងក៏ចាប់ផ្ដើមអាដេញណែជាមួយនឹងគ្នានឹងឯងតួប្រុសរបស់យើងគឺគាត់បាត់បង់សតិបាត់បង់ស្មារតីមែនតែគាត់ក៏មិនបានបណ្ដោយឲ្យតួស្រីរបស់យើងនេះរួចពីកណ្ដាប់ដៃរបស់គាត់នឹងដែរដល់ពេលព្រឹកឡើងតួស្រីរបស់យើងគាត់នឹងក៏ចាប់ផ្ដើមថាយប់មិញគាត់ធ្វើអីខ្លះគាត់នឹងក៏ចាប់ផ្ដើមងើបមកគាត់នឹងក៏បានសម័យអំពីរឿងដែលគាត់បានអាដេញណែជាមួយនឹងតួប្រុសរបស់យើងនឹងឯងហើយគាត់នឹងក៏ចាប់ផ្ដើមសម័យអំពីតួប្រុសរបស់យើងដែលគាត់បើថារស់នៅជាមួយនឹងគ្នាដែលគ្នាមិនមានសតិអីគ្រប់គ្រាន់អញ្ចឹងណាហើយតួស្រីរបស់យើងចុះពីលើក្រេគាត់នឹងក៏ចាប់ផ្ដើមដួលតែម្ដងជាចៃដន្យអីនេះតួប្រុសរបស់យើងគាត់នឹងក៏ចាប់ផ្ដើមចូលមកជួយតួស្រីរបស់យើងនេះទាន់ពេលទាន់វេលាតួប្រុសរបស់យើងគឺគាត់សង្ហាគាត់ស្អាតតួស្រីរបស់យើងគាត់នឹងក៏ចាប់ផ្ដើមអាដេញណែជំមើលទៅតួស្រីមើលទៅតួវិភាគាត់មើលជើងតួស្រីរបស់យើងឲ្យវិភាឲ្យគាត់នឹងក៏បាននិយាយថាគាត់នឹងនាំតួប្រុសរបស់យើងនេះទៅមន្ទីរពេទ្យដើម្បីទៅព្យាបាលជំងឺរបស់គាត់អីចឹងទៅចំណែកអ្នកនាងឈិញឈិញគេនឹងក៏ចាប់ផ្ដើមមកពីនិព្វផ្ទៃពោះដែលគេកំពុងតែមានកូនជាមួយនឹងលោកស៊ីមីងណាសត្វចាដល់ហ្នឹងក៏ឃើញតួស្រីរបស់យើងជាមួយនឹងតួប្រុសនេះដើរចូលទៅក្នុងបន្ទប់នេះហើយចំណែកតួប្រុសតួស្រីរបស់យើងគាត់នឹងក៏ចាប់ផ្ដើមមកទទួលឬមួយក៏ប្រាប់ពីគ្រូពេទ្យប្រាប់ពីដំណឹងថាតួប្រុសរបស់យើងគឺគាត់ខ្សោយសតិខ្សោយស្មារតីហើយគាត់បាត់ការចងចាំហ្នឹងគឺគាត់អាចនឹងដឹងមកវិញប៉ុន្តែគាត់តតែព្យាយាមបន្តិចណាហើយតួសេរបស់យើងគឺគាត់ខំព្យាយាមព្យាបាលតួប្រុសរបស់យើងដើម្បីឲ្យគាត់នេះទៅជួបជាមួយនឹងក្រុមគ្រួសាររបស់គាត់វិញអីចឹងទៅដល់ពេលគាត់ចេញមកវិញនេះអ្នកនាងឈិញឈិញគេហ្នឹងក៏បានហៅលោកស៊ីមីងនេះចូលមកជួបនឹងគេឋានតួស្រីរបស់យើងនេះបានក្បត់ចិត្តនាំប្រុសចូលមកមន្ទីរពេទ្យអីចឹងទៅចំណែកតួស្រីរបស់យើងគាត់ហ្នឹងក៏បាននិយាយថាគាត់មិនបាននាំអ្នកណាមកទេគាត់មកមន្ទីរពេទ្យដើម្បីមកពិនិត្យទៅហើយចំណែកតួស្រីរបស់យើងគាត់ហ្នឹងក៏បាននិយាយទៅទៀតថាអ្នកនាងឈិញឈិញនេះដែលជាស្ត្រីមិនទាន់រៀបការជាមួយនឹងបរោះណាម្នាក់ហេតុអីបានជាកាន់กระดาษអីកូនមានពោះមានពងអីតាមក្បត់ចិត្តនឹងទៅតាក់ទងជាមួយនឹងអ្នកណាហើយចំណែកលោកស៊ីមីងគេចង់ចូលមកតួស្រីរបស់យើងក៏បានរុញឲ្យចូលមកជួបជាមួយនឹងលោកគ្រូពេទ្យនឹងឯងហើយលោកគ្រូពេទ្យគាត់នឹងក៏ចាប់ផ្ដើមចូលមកសួរថាមកទីនេះធ្វើអីអ្នកនាងចិញ្ចឹមគេចូលដល់ខាងក្នុងគេនឹងក៏បានឃើញបរោះម្នាក់គេស្មានទទួលប្រុសរបស់យើងនៅកន្លែងហ្នឹងណាតែចូលទៅដល់គឺគេកំពុងតែពិនិត្យជំងឺប្រពន្ធរបស់គេផ្ទះកំភ្លៀងអ្នកនាងចិញ្ចឹមនេះដែលមកមើលប្តីរបស់គេដែលមករញ៉េរញ៉ៃប្តីរបស់គេអញ្ចឹងទៅគេនឹងក៏បានរុញចេញមកទាំងពីរអ្នកទាំងលោកស៊ីមីងជាមួយនឹងអ្នកនាងចិញ្ចឹមនឹងឯងអ្នកនាងចិញ្ចឹមនេះក៏ត្រូវយ៉ាងដំណំដែលនារីម្នាក់នឹងវាយណាហើយគេនឹងក៏ចាប់ផ្ដើមប្តឹងទៅលោកស៊ីមីងថាតួស្រីរបស់យើងគឺគេបាននាំប្រុសមកពិតប្រាកដមែនហើយចំណែកតួស្រីរបស់យើងថានាងមើលឃើញនៅថាខ្ញុំនាំអ្នកណាមកខ្ញុំមកមន្ទីរពេទ្យគឺខ្ញុំមកពិនិត្យសុខភាពរបស់ខ្ញុំតើខ្ញុំបាននាំប្រុសមកពីណាមកពីណីនាងចូលទៅដល់នាងដឹងខ្លួនឯងទៅហើយចំណែកគេនឹងក៏ចាប់ផ្ដើមរឹងតតឹងជាមួយនឹងតួស្រីរបស់យើងថាគុំចេះរឿងរបស់គាត់គឺគាត់មិនបានពាក់ព័ន្ធជាមួយនឹងអ្នកណាមិនដូចអ្នកទាំងពីរទេក្បត់ចិត្តខ្ញុំទៅតាក់ទងជាមួយនឹងគ្នាអញ្ចឹងណាហើយគ្រូពេទ្យគេនឹងក៏ចាប់ផ្ដើមចាប់អូនអ្នកនាងឈិញចេញដោយសារតែចូលមកបង្កបញ្ហាឲ្យពីប្រាអតិជនរបស់គេនេះមានទំនាស់ឬមួយក៏ឆ្លោះគ្នានៅក្នុងមន្ទីរពេទ្យអីចឹងទៅចំណែកតួស្រីរបស់យើងគាត់នឹងក៏ចាប់ផ្ដើមនិយាយជាមួយនឹងលោកស៊ីមីងលោកស៊ីមីងគេកំពុងតែគម្រាមណាគេថាតែឃើញតាក់ទងជាមួយនឹងប្រុសគេនឹងចាត់ការទៅលើតួស្រីតែតួស្រីរបស់យើងគាត់នឹងក៏បាននិយាយថាគាត់មិនបានតាក់ទងទេឥឡូវគាត់កំពុងតែមានផ្ទៃពោះគាត់ត្រូវការលុយនេះយកទៅទិញអាវ៉ៃឲ្យកូនអីចឹងទៅលោកស៊ីមីងយ៉ាងនេះគេឃើញតែតួស្រីរបស់យើងរាំងទុនចិត្តដែរនោះគេនឹងក៏ចាប់ផ្ដើមដកកាតដោយអីឲ្យតួស្រីរបស់យើងណាប៉ុន្តែតួស្រីរបស់យើងគឺគាត់យកទៅទិញខោអាវយកទៅសបភីងជាមួយនឹងតួប្រុសឲ្យនោះទៅវិញចំណែកតួប្រុសរបស់យើងមកដល់នេះគឺគាត់រកតែអារម្មណ៍អាដេញណែជាមួយនឹងតួស្រីយើងនឹងឯងគឺគាត់គ្មានគិតអីទេតួប្រុសរបស់យើងតែតួស្រីថាគុំតន់ឥឡូវមកលោកអាវលោកអីសិនទៅមិនមែនជាពេលវេលាដែលយើងត្រូវអាដេញណែនឹងទេតួស្រីរបស់យើងគាត់នឹងក៏ចាប់ផ្ដើមថាឲ្យតួប្រុសរបស់យើងនេះយកខោអាវនឹងទៅដើម្បីទៅលោណាហើយគាត់នឹងក៏ចាប់ផ្ដើមយកខោអាវនឹងទៅលោផងអីផងតួប្រុសរបស់យើងគាត់នឹងក៏ចាប់ផ្ដើមចេញទៅតួស្រីរបស់យើងគាត់ចាប់អារម្មណ៍ទៅលើតួប្រុសរបស់យើងនេះខ្លាំងមែនទែនចំណែកឯលោកស៊ីមីងនេះវិញគេនឹងក៏បានឃើញទូរស័ព្ទរបស់តួស្រីរបស់យើងនេះគឺកំពុងតែផុសរូបគឺកំពុងតែផុសខោអាវនេះគេស្មានតែគេតួស្រីរបស់យើងទិញខោអាវគេខំអតែមើលចុងក្រោយខោអាវនឹង size L ហើយចំណែកតួប្រុសរបស់យើងគាត់នឹងក៏ចាប់ផ្ដើម
ពីផាលៀកពាក់កៅអៅរបស់គាត់នេះគាត់នឹងក៏បានល្អិលជើងដួលក៏បោកក្បាលនេះធ្វើឲ្យតួប្រុសប្រយើងនេះគាត់នឹងក៏ចាប់ផ្ដើមសន្លប់បាសតុងណាហើយគាត់ភ្ញាក់ដឹងខ្លួនមកវិញគាត់នឹងក៏បានដឹងថាគាត់បានជួបអបតវៈហេតុគឺតួប្រុសប្រយើងបានជួបអបតវៈហេតុគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យគាត់នឹងបាត់បង់សតិតួស្រីប្រយើងគឺគាត់បានទៅជួយអញ្ចឹងទៅតួប្រុសប្រយើងគាត់នឹងក៏បានរស់នៅជាមួយនឹងតួស្រីប្រយើងតាំងពីពេលនោះមកណាហើយពេលវេលាដែលតួស្រីនិងតួប្រុសប្រយើងជួបគ្នាគឺពេលនឹងឯងហើយតួប្រុសរបស់យើងគាត់នឹងក៏ចាប់ផ្ដើមនឹកឃើញអំពីរឿងតួស្រីរបស់យើងជួយតួស្រីរបស់យើងគាត់នឹងក៏ចាប់ផ្ដើមអង្គុយចុចទូរស័ព្ទមើលពីថាកូនក្រុមគ្រួសារសានឹងបាត់គ្រូថ្នាក់ចរាចរណ៍បាត់ដំណឹងណាសត្វតែពេលនឹងប្តីរបស់គាត់នឹងក៏ចាប់ផ្ដើមចូលមកគាត់ថាតួស្រីរបស់យើងទិញកៅអៅឲ្យអ្នកណាតួស្រីរបស់យើងគាត់នឹងក៏បានប្រាប់ថាកៅអៅនេះគឺគាត់ទិញឲ្យប្តីរបស់គាត់នឹងឯងតើហើយគាត់នឹងក៏ចាប់ផ្ដើមលំមើលថាអត់ត្រូវគាត់ទេគាត់ពាក់ size L ហេតុអីបានទៅទិញ XL មកអញ្ចឹងទៅហើយចំណែកតួស្រីរបស់យើងគាត់នឹងក៏ចាប់ផ្ដើមសាយចំអកទៅប្តីរបស់គាត់ណាគាត់ថាប្តីរបស់គាត់នេះពិតជាល្ងីល្ងើល្ងឹតល្ងងខ្លាំងមែនទេហើយចំណែកប្តីក៏ចាប់ផ្ដើមរៀមទៅលើតួស្រីរបស់យើងនឹងឯងថាតាហ៊ានតាក់ទងជាមួយនឹងប្រុសគឺមិនអាចលើកលែងឲ្យតួស្រីបានទេគាត់នឹងក៏ចាប់ផ្ដើមចូលទៅរោថាខ្លាចមានប្រុសនៅក្នុងនឹងអញ្ចឹងណាប៉ុន្តែចូលទៅដល់គឺតួប្រុសរបស់យើងនេះគឺបានពួនបាត់ទៅហើយគឺគ្មានឃើញវត្តមានតួប្រុសរបស់យើងនៅកន្លែងនឹងទេដល់ពេលតែគាត់ចេញទៅវិញតួប្រុសរបស់យើងគាត់នឹងក៏ចាប់ផ្ដើមតាក់ទងទៅកូនចៅរបស់គាត់ដើម្បីប្រាប់ថាគាត់គឺនៅមានសុវត្ថិភាពទេគាត់មិនមានបញ្ហាអីទេហើយគាត់នឹងក៏បានប្រាប់ថាឲ្យជួយក្រុមហ៊ុនរបស់តួស្រីរបស់យើងនឹងទៅគឺគាត់ចង់សហការជាមួយនឹងតួស្រីដោយសារតែតួស្រីរបស់យើងទៅគាត់បានជួយអាយុជីវិតរបស់តួប្រុសរបស់យើងណាគឺតួស្រីរបស់យើងគឺបានជួយជីវិតរបស់តួប្រុសរបស់យើងនេះ2ដងហើយធ្វើឲ្យតួប្រុសរបស់យើងគឺគាត់មិនអាចបំភ្លេចពីតួស្រីយើងនេះបានទេអញ្ចឹងហើយគឺគាត់ត្រូវតែតាមតួស្រីរបស់យើងឲ្យបានហើយចំណែកប្តីនេះលោកស៊ីមិញគេនឹងក៏ចាប់ផ្ដើមចេញទៅវិញដល់ពេលចេញទៅវិញតួប្រុសរបស់យើងគឺគាត់មិនបង្អង់យូរទៀតទេគាត់ឃើញតែតួស្រីរបស់យើងបែបហ្នឹងគាត់នឹងក៏ចាប់ផ្ដើមចាប់ថើបតួស្រីរបស់យើងហើយគាត់នឹងក៏ចាប់ផ្ដើមធ្វើជាអារម្មណ៍ដែលគាត់ភ្លេចភ្លាំងដោយការពីមុនអញ្ចឹងណាធ្វើអត់ឲ្យតួស្រីរបស់យើងនេះចាប់អារម្មណ៍ទេហើយគាត់នឹងគឺជាម្ចាស់ភាគហ៊ុនធំបំផុតនៅក្នុងប្រទេសចិនដែលសហការជាមួយនឹងតួស្រីដែលសហការជាមួយនឹងក្រុមហ៊ុនផ្សេងៗនឹងឯងដែលតួប្រុសរបស់យើងបានជួបអបតវៈហេតុគ្រោះថ្នាក់ចរាចរណ៍មុនហ្នឹងដល់ពេលចូលទៅជាមួយនឹងតួប្រុសរបស់យើងរួចរាល់ទេតួស្រីរបស់យើងចេញមកវិញក៏រាំងឈឺជាកេះដែរគាត់ថាតួប្រុសរបស់យើងហេតុអីបានជាបាត់ការចងចាំប៉ុន្តែមានពិសេសច្រើនអញ្ចឹងណាធ្វើឲ្យតួស្រីរបស់យើងគឺមិនអាចបំភ្លេចបានទេគឺគាត់នឹងក៏ចាប់ដើមសម័យអំពីរឿងយុគមិញនេះជាមួយនឹងតួប្រុសរបស់យើងនឹងឯងចំណែកគាត់ចេញមកខាងក្រៅតួប្រុសរបស់យើងគាត់នឹងក៏ចាប់បានធ្វើអាហារធ្វើអីទោះស្អីថាហេតុអីបានជាលោកពាក់កៅអៅបែបហ្នឹងឥឡូវទៅពាក់ផ្លាស់កៅអៅវិញទៅកុំឲ្យពាក់សិចស៊ីអញ្ចឹងគឺគេមិនត្រូវតម្រូវអញ្ចឹងណាហើយចំណែកតួប្រុសថាខ្មាស់ខ្ញុំមិនមែនហើយចំណែកតួស្រីរបស់យើងគាត់ថាគាត់មិនខ្មាស់ទេឥឡូវទៅពាក់កៅអៅវិញទៅតួប្រុសថាឥឡូវដៃគាត់ប្រឡាក់អញ្ចឹងគាត់មិនអាចពាក់កៅអៅបានទេមានតែតួស្រីរបស់យើងនេះជួយពាក់ឲ្យគាត់តួស្រីរបស់យើងគឺគាត់មិនប្រអងយូរទេគាត់នឹងក៏ចាប់បានពាក់ឲ្យតួប្រុសរបស់យើងនឹងឯងដើម្បីឲ្យតួប្រុសរបស់យើងនេះកុំឲ្យពាក់កៅអៅមកវាសិចស៊ីពេកវាថាវាសង្ហាពេកអញ្ចឹងណាធ្វើខ្លាចតួស្រីរបស់យើងនេះទប់អារម្មណ៍អត់ជាប់ដែរហើយគាត់នឹងក៏ចាប់ផ្ដើមថើបទៅលើគ្នានឹងឯងចំណែកតួស្រីរបស់យើងគឺគាត់ក៏បានចូលរួមនៅក្នុងកម្មវិធីដេញថ្លៃមួយគឺគេចង់សហការជាមួយនឹងក្រុមហ៊ុនក្រុមគ្រួសារសានេះអញ្ចឹងណាប៉ុន្តែលោកស៊ីមិញជាមួយនឹងអ្នកនាងឈិញយ៉ាងនេះគឺគេបានចូលរួមមិត្តភក្តិគេនឹងក៏បានសួរថាតួស្រីរបស់យើងទៅណាហើយចំណែកប្តីគេថាតួស្រីរបស់យើងគឺមិនមានពាក់ព័ន្ធអីជាមួយនឹងគេទេឥឡូវអ្នកនាងឈិញនេះគឺដើរជាមួយគេវិញគឺជាមនុស្សរបស់គេសត្វទៅពេលហ្នឹងវត្តមានរបស់តួស្រីរបស់យើងគាត់នឹងក៏បានចូលរួមនៅក្នុងកម្មវិធីនឹងដែរអញ្ចឹងណាហើយគាត់នឹងក៏បានប្រកាសប្រាប់មហាជនថាអ្នកទាំងពីរហ្នឹងគឺមិនមានពាក់ព័ន្ធអីជាមួយនឹងខ្ញុំទៀតទេគឺគេបានមានតំណែងតំណងស្នេហាជាមួយនឹងគ្នាហើយម្នាក់គេនឹងក៏ចាប់ផ្ដើមផ្សាយចំអកទៅលើអ្នកនាងឈិញនឹងឯងគាត់ថាហេតុអីបានជាយកប្តីរបស់គេអញ្ចឹងទុកឲ្យតួស្រីរបស់យើងនេះដើរកណ្ដាលកណ្ដាញតែម្នាក់ឯងអញ្ចឹងណាម្នាក់នេះអ្នកនាងឈិញអានេះគេនឹងក៏ចាប់ផ្ដើមខឹងផងអីផងនេះលោកស៊ីមីងគេថាហេតុអីបានជានាងនិយាយបែបហ្នឹងនិយាយមិនទាន់បានប្រមាណផងនេះប្អូនរបស់តួប្រុសរបស់យើងមានឈ្មោះថាលោកសាននេះគេក៏ចាប់ផ្ដើមចូលមកណាគឺគេចូលមកគេកាត់ជាមួយនឹងតួស្រីរបស់យើងគេឃើញតួស្រីរបស់យើងស្និទ្ធស្នាលនេះដែលជាប្អូនប្រុសរបស់តួប្រុសរបស់យើងគឺគេបានវិភាគធ្វើឲ្យមានជួបអបតវៈហេតុហ្នឹងគឺដោយសារតែគេនឹងឯងគេចង់បានទ្រព្យសម្បត្តិរបស់តួប្រុសយកមកកាន់កាប់គេចង់បានតំណែងរបស់តួប្រុសជា CEO ធំហ្នឹងគឺយកមកកាន់កាប់គឺគេបានជួកូនចៅនឹងឲ្យទៅសម្រាប់តួប្រុសឲ្យកើតជាអបតវៈហេតុអីចឹងណាហើយចំណែកលោកស៊ីមិញគេថាមានតែលោកសានមួយទេទើបអាចឲ្យគេនឹងខ្លាចជាម្ចាស់ភាគហ៊ុនសហការជាមួយនឹងគេចឹងទៅលោកសានគេចង់តាក់ទងជាមួយនឹងតួស្រីប៉ុន្តែលោកស៊ីមិញគឺគេមិនឲ្យពាក់ព័ន្ធទេសោះតែពេលហ្នឹងលោកសានគាត់នឹងក៏ចាប់ផ្ដើមនិយាយទូរស័ព្ទក៏ឃើញវត្តមានរបស់តួប្រុសរបស់យើងនេះចូលមកលោកសានអានេះគាត់នឹងក៏ចាប់ផ្ដើមភ្ញាក់ផ្អើលគាត់ថាគាត់សម្លាប់ទៅលើតួប្រុសរបស់យើងហើយហេតុអីបានជាតួប្រុសរបស់យើងនេះចូលមកគេនឹងក៏ចាប់ផ្ដើមខឹងតែម្ដងណាហើយគេនឹងចេញពីពិធីជប់លៀងនឹងទៅចំណែកតួប្រុសរបស់យើងគាត់ចូលមកនេះគឺគាត់មកជួយតួស្រីដោយសារតែលោកស៊ីមិញនេះគឺគេបានមើលងាយថាតួស្រីរបស់យើងនេះលេងលះពីគេគឺគ្មានអ្នកណាយកទេអញ្ចឹងហើយតួប្រុសរបស់យើងគាត់នឹងក៏ចាប់ផ្ដើមចូលមកនឹងឯងតួស្រីរបស់យើងគាត់នឹងក៏បានប្រាប់តអ្នកទាំងអស់គ្នានឹងថានេះគឺជាសង្សារថ្មីរបស់គាត់ដែលគាត់លេងលះជាមួយនឹងលោកស៊ីមិញនេះហើយគាត់នឹងក៏បានប្រាប់ថាគាត់គឺជាម្ចាស់ CEO ហើយគាត់ក៏ជាក្រុមគ្រួសារសាននឹងដែរដែលជាអ្នកស្នងតំណែងអញ្ចឹងណាគាត់គឺជាប្រធានធំម្នាក់នឹងគេនឹងក៏ភ្ញាក់ផ្អើលជាមួយនឹងតួប្រុសរបស់យើងចំណែកអ្នកនេះនារីម្នាក់នឹងគេនឹងក៏បាន
ឌឺដងតដាក់នាងឈិញឈិញថានាងឈិញឈិញនេះយកការសំណល់ពីទូស្រីរបស់យើងអីចឹងទៅទូស្រីរបស់យើងគាត់នឹងក៏ចាប់បានឃើញទូប្រុសចឹងហើយគាត់នឹងក៏បាននាំទូប្រុសរបស់យើងចេញណាហើយគាត់នឹងក៏ថាគាត់មិនចង់ពាក់ព័ន្ធជាមួយនឹងអ្នកណាទៀតទេអញ្ចឹងហើយគាត់នឹងក៏ចាប់បានដើរចេញទៅហើយពួកគាត់នឹងក៏ចាប់បានឆ្លោះគ្នាដោយសារតែគេមើលងាយទៅលើនាងឈិញឈិញនាងឈិញឈិញក៏បន្តអីជាមួយនឹងគ្នាចឹងទៅចំណែកលោកស៊ីមីងនេះគេនឹងក៏ចាប់បាន និយាយជាមួយនឹងនាងឈិញឈិញទៅគុំទៅបង្កបញ្ហាជាមួយនឹងគេគុំទៅឆ្លោះគ្នាជាមួយនឹងគេអីវាគ្មានប្រយោជន៍អីទេចំណែកទូស្រីរបស់យើងគាត់នឹងក៏ចាប់បានចូលមកដល់ខាងក្នុងគាត់ថាទូប្រុសរបស់យើងហេតុអីបានជាលក្ខប្រវត្តិពីគាត់ទូប្រុសរបស់យើងគឺគាត់មិនចង់ឲ្យទូស្រីយើងដឹងទេគឺមានតែវិធីមួយគឺកុហកទូស្រីយើងសិននឹងឯងគាត់ថាគាត់មិនមែនជាបុរសម្នាក់នឹងទេគឺគាត់មុខស្តៀងគ្នាជាមួយនឹងបុរសម្នាក់នឹងហើយគាត់នឹងក៏បានមើលឲ្យមើលណាថាពួកគាត់ទាំងពីរនាក់នឹងគឺដូចបងប្អូនភ្លោះអញ្ចឹងទូស្រីរបស់យើងក៏រាំងស្ងប់ចិត្តតិចទៅហើយទូប្រុសរបស់យើងគាត់នឹងក៏បានប្រាប់ថាគាត់ចូលនេះគឺគាត់ចូលមកជួយទូស្រីកុំឲ្យទូស្រីរបស់យើងនេះមានបញ្ហាមានអីចឹងទៅប៉ុន្តែគឺពួកគាត់ទាំងពីរនាក់នឹងគឺមុខស្តៀងគ្នាប៉ុន្តែទូស្រីរបស់យើងគឺគាត់អត់ទាន់ដឹងទេទូស្រីរបស់យើងយល់តាមទូប្រុសហើយនឹងគាត់នឹងក៏ចាប់ផ្ដើមធ្វើជាឈឺក្បាលវិលមុខអីចឹងណាទូប្រុសរបស់យើងគាត់នឹងក៏ចាប់ផ្ដើមអោបទៅលើទូស្រីរបស់យើងនឹងឯងហើយទូស្រីរបស់យើងគាត់នឹងក៏មិនបានបកកាយអីជាមួយនឹងទូប្រុសដែរទូស្រីរបស់យើងគាត់នឹងក៏ចាប់ផ្ដើមថាឥឡូវយើងទៅផ្ទះសិនកុំឲ្យមានបញ្ហាមានអីនៅកន្លែងហ្នឹងណាហើយទូប្រុសថាមិនបាច់ទាន់ចង់ទៅណាទេឥឡូវគាត់ចង់នៅកន្លែងហ្នឹងប៉ុន្តែទូស្រីថាទៅផ្ទះទៅគឺគាត់មិនចង់ឲ្យពាក់ព័ន្ធឲ្យលោកស៊ីមីងឬមួយគាត់អ្នកនាងឈិញឈិញនេះសើមគេពីពួកគាត់បានណាទូប្រុសរបស់យើងគាត់នឹងក៏ចាប់ផ្ដើមលើកទូស្រីរបស់យើងនេះយកទៅផ្ទះរបស់គាត់នឹងឯងដល់ពេលទៅដល់ផ្ទះវិញពួកគាត់ទាំងពីរនាក់នេះក៏ចាប់ផ្ដើមប្រតិបត្តិការគ្នាទៀតនឹងឯងហើយទូប្រុសរបស់យើងគឺគាត់ចំណេញខ្លាំងមែនទេទូស្រីរបស់យើងនេះគឺគាត់គិតថាក្មេងប្រុសដែលគាត់ចិញ្ចឹមនេះគឺគាត់តែជាក្មេងធម្មតាម្នាក់ណាហើយពួកគាត់ទាំងពីរនាក់នេះក៏ចាប់ផ្ដើមចូលទៅទូស្រីរបស់យើងចេញមកវិញនេះក៏ជាប់ដៃជាប់កព្រឹកឡើងទូប្រុសរបស់យើងនេះគាត់នឹងក៏ចាប់ផ្ដើមធ្វើអាហារធ្វើអីឲ្យទូស្រីរបស់យើងអញ្ចឹងណាហើយគាត់នឹងក៏ចាប់ផ្ដើមថាទូស្រីរបស់យើងចង់ញ៉ាំអីចង់ភ្លក់ស្នាដៃរបស់គាត់ធ្វើឲ្យគ្រប់សពបែបយ៉ាងតែម្ដងតែទូស្រីរបស់យើងនេះលើកនេះគឺគាត់លេងអៀនទូប្រុសហើយលេងខ្វះលេងអីអស់ហើយគាត់នឹងក៏ចាប់ផ្ដើមនិយាយជាមួយនឹងទូស្រីហើយគាត់នឹងក៏ចាប់ផ្ដើមឲ្យបន្តោងខ្សែកមួយទៅទូស្រីរបស់យើងដែលជាបន្តោងដែលថ្លៃបំផុតណាហើយទូប្រុសរបស់យើងថានេះគឺជាបន្តោងដែលឪពុកម្ដាយរបស់គាត់បានបន្សល់ទុកឲ្យគាត់ឲ្យទូស្រីរបស់យើងពាក់ទៅព្រោះអនាគតទៅទូស្រីរបស់យើងប្រហែលជាអាចខ្លាចជាប្រពន្ធរបស់គាត់អីចឹងណាទូស្រីរបស់យើងគាត់នឹងក៏បាននិយាយគាត់ថាមិនអីទេបើសិនជាទូប្រុសរបស់យើងឲ្យហើយគាត់នឹងក៏បានទទួលយកដូចគ្នាដែរហើយចំណែកលោកសានដែលជាប្អូនរបស់ទូប្រុសរបស់យើងនេះគាត់នឹងក៏បានបញ្ជាកូនចៅរបស់គាត់ថាឲ្យទៅសម្លាប់ទូប្រុសរបស់យើងម្ដងទៀតហើយថតរូបថតផុសតាំងឲ្យគាត់បានឃើញថាទូប្រុសរបស់យើងគឺបានស្លាប់ពិតប្រាកដមែនហើយកូនចៅនេះគាត់នឹងក៏ចាប់ផ្ដើមចេញទៅនឹងឯងដើម្បីទៅសម្លាប់ទូប្រុសរបស់យើងណាគេថាទៅទៀតគេនឹងបានសោយសុខទ្រព្យសម្បត្តិក្រុមគ្រួសារសាននឹងហើយចំណែកទូប្រុសរបស់យើងគឺគាត់ឲ្យទូស្រីរបស់យើងនេះទៅដេញថ្លៃកម្មវិភាតម្លៃភាគហ៊ុនមួយដើម្បីមកវិនិយោគទុននៅក្នុងក្រុមហ៊ុនរបស់គាត់ណាហើយគាត់នឹងក៏ចង់ទៅជាមួយនឹងទូស្រីដែរប៉ុន្តែទូស្រីរបស់យើងបានបដិសេធថាមិនបាច់ទៅទេទោះឲ្យគាត់ទៅតែម្នាក់ឯងទៅបានហើយឲ្យទូប្រុសរបស់យើងនេះចាំដំណឹងល្អពីគាត់ទៅហើយទូស្រីរបស់យើងគាត់នឹងក៏ចាប់ផ្ដើមចេញទៅនឹងឯងទូប្រុសរបស់យើងគឺនៅស្ទាក់ស្ទើរចាំទូស្រីដែរឈោសុកនេះក៏កូនចៅរបស់លោកសាននេះបើមកបុកទូប្រុសរបស់យើងនេះពេញមួយទំហឹងតែម្ដងណាធ្វើឲ្យទូប្រុសរបស់យើងក៏ជួបអបតវេហើយទូស្រីរបស់យើងនេះចូលមកដល់គឺគាត់មានអារម្មណ៍ថាភ័យព្រួយខ្លាចមានបញ្ហាអីចឹងណាចំណែកឯលោកសាននេះគេនឹងក៏ចាប់ផ្ដើមមើលកែវទឹកផងអីផងកូនចៅរបស់គេក៏បានផ្សាយវីដេអូមកថាទូប្រុសរបស់យើងនេះគឺបានស្លាប់បាត់បង់ជីវិតបាត់ទាំងហើយគឺគាត់មានតែផតតាមមានទាំងអីណាហើយក៏ចាប់ផ្ដើមចូលរួមនៅក្នុងកម្មវិធីរបស់គេទូស្រីរបស់យើងគាត់នឹងក៏ចាប់ផ្ដើមដើរចូលមកនេះម្នាក់គេនឹងក៏បានសួរថាទូស្រីរបស់យើងនេះបានសកលនឹងមកពីណាគឺជាសកលដែលថ្លៃបំផុតណាប៉ុន្តែអ្នកនាងឈិញឈិញគេនឹងក៏បានចូលមកដូចគ្នាដែរគេថាសកលនេះគឺជាសកលដែលលោកស៊ីមីងបានទិញឲ្យគេនឹងគឺចំនួន99លានយន់អីចឹងទៅប៉ុន្តែគឺទូសេវិញ្ញាថានេះគឺគាត់តែជាសកលខ្លាំងខ្លាយតែប៉ុណ្ណោះសកលរបស់គាត់គឺជាសកលពិតប្រកបណាគឺម្នាក់គេនឹងក៏ចាប់ផ្ដើមមើលថាមួយណាគឺជាសកលពិតប្រកបមួយណាគឺជាសកលខ្លាំងខ្លាយអញ្ចឹងទៅលោកស៊ីមីងនេះគឺគាត់ទៅទិញអានៅតាមថៅបើនឹងទិញឲ្យអ្នកនាងឈិញឈិញទាំងឯងដើម្បីអ្នកនាងឈិញឈិញពាក់ណាហើយគឺអ្នកនាងឈិញឈិញគេគិតថាសកលនេះគឺជាសកលពិតសកលដែលមានតម្លៃថ្លៃបំផុតអីចឹងទៅទូស្រីរបស់យើងគឺគាត់បានដឹងទាំងអស់ថាសកលនឹងគឺគាត់តែជាសកលខ្លាំងខ្លាយទេលោកស៊ីមីងនេះគឺគាត់គ្មានលុយអាណាទៅទិញឲ្យអ្នកនាងឈិញឈិញដល់រាប់លានរាប់ពាន់ចឹងទេគឺគាត់ដឹងពីចរិតប្តីរបស់គាត់ណាម្នាក់នឹងគេនឹងក៏ចាប់ផ្ដើមនិយាយអំពីអ្នកនាងឈិញឈិញឯងថាអ្នកនាងឈិញឈិញនេះគឺពាក់សកលខ្លាំងខ្លាយគេនឹងក៏បានយកអាកណ្ដាស់ដែលលោកស៊ីមីងនឹងបានទិញមកអីចឹងទៅប៉ុន្តែទូស្រីរបស់យើងគាត់នឹងក៏បាននិយាយថាកណ្ដាស់នឹងគ្រាន់តែជាកណ្ដាស់ខ្លាំងខ្លាយទេដល់ពេលទូស្រីរបស់យើងទីសកលតម្លាក់នឹងមកក៏ដាច់ធ្លាក់ប្រព្រឹត្តតែម្ដងដូចបិទកៅជាសះចឹងណាហើយអ្នកនាងឈិញឈិញនេះគេថាហេតុអីបានជាសកលរបស់ខ្ញុំផុយស្រួយយ៉ាងនេះគឺជារបស់ពុតឬមួយក៏ជារបស់ខ្លាំងខ្លាយលោកស៊ីមីងនេះក៏ភ្ញាក់ផ្អើលជាមួយនឹងទូស្រីរបស់យើងណាសប្តាហ៍ពេលហ្នឹងគេអោនចុះទៅគេនឹងក៏ចាប់ផ្ដើមឈឺពោះផងអីផងនេះ
ហើយគេនឹងក៏បាននិយាយថានាងមិនអាចយកឈ្នះខ្ញុំបានទេទោះជានាងមានសៃកពេជ្រពិតក៏ដោយក៏ខ្ញុំអាចយកប្តីរបស់នាងបានដែរតែទូស្រីបើយើងគាត់នឹងក៏បាននិយាយថាគាត់ចូលរួមអសាទរឲ្យតែនាងយកបានអញ្ចឹងទៅហើយសតទៅពេលហ្នឹងទូស្រីបើយើងគាត់នឹងក៏ចាប់ផ្ដើមមើលទៅกระดาษដែលគាត់បានសម័យថាអ្នកនាងឈិញហ្នឹងគឺគាត់មានកូនជាមួយនឹងប្រុសផ្សេងណាប៉ុន្តែគាត់មិនទាន់វែកញែកអ្នកនាងឈិញពេលនេះទេសតទៅពេលហ្នឹងលោកសានគេនឹងក៏បានចូលមកហើយគេនឹងក៏ចាប់ផ្ដើមនិយាយជាមួយនឹងលោកស៊ីមិញគេក៏ចាប់ផ្ដើមនិយាយជាមួយនឹងលោកសានគេជួបស្បែកជើងគេផ្លុំស្បែកជើងគេលិតស្បែកជើងលោកសានណាលោកសានចូលមកនេះគឺគាត់មកដេញថ្លៃជាមួយនឹងម្ចាស់ភាគហ៊ុនទាំងអស់ដែលអ្នកណាហ៊ានដេញកម្រងរបស់គាត់នឹងសហការជាមួយនឹងអ្នកនឹងអីចឹងទៅហើយលោកសានគាត់នឹងក៏ចាប់ផ្ដើមនិយាយរួចគាត់នឹងក៏បានបបួលគ្នាចូលទៅខាងក្នុងដើម្បីទៅសហការបន្តដៃគូជាមួយនឹងគ្នាណាចំណែកលោកស៊ីមិញនេះជាមួយនឹងនាងឈិញនេះគេកំពុងតែសប្បាយចិត្តហើយចំណែកទូស្រីបើយើងចូលមកដល់កន្លែងដេញថ្លៃគាត់នឹងក៏បានតាក់ទងទទួលប្រុសប៉ុន្តែតាក់ទងទៅអត់ចូលទូរស័ព្ទរបស់គាត់ខូចហើយចំណែកទូស្រីបើយើងគាត់នឹងក៏ចាប់ផ្ដើមភ័យបារម្ភពីទូប្រុសបើយើងខ្លាចមានបញ្ហាអីនឹងឯងចំណែកអ្នកនាងឈិញជាមួយនឹងទូស្រីបើយើងគាត់នឹងក៏ចាប់ផ្ដើមដេញថ្លៃគ្នាចុះដេញថ្លៃឡើងព្រោះដោយសារតែកម្រងនឹងទូស្រីបើយើងចង់បានដោយសារតែបើសិនជាទូស្រីបានគឺគាត់ចំណេញរាប់លានអញ្ចឹងណាហើយគាត់នឹងក៏ចាប់ផ្ដើមដេញថ្លៃតវ៉ាជាមួយនឹងគ្នាចុះឡើងអ្នកនាងឈិញគាត់នឹងក៏ចាប់ផ្ដើមថាគាត់មិនចង់ចាញ់ទៅលើទូស្រីបើយើងឲ្យ55លានអ្នកនាងឈិញឲ្យ60លានគឺគាត់ដេញថ្លៃដើម្បីយកមកបញ្ឈឺមួយក៏ចង់ឈ្នះទៅលើទូស្រីប៉ុន្តែអ្នកទាំងពីរនឹងគឺគ្មានលុយឯណាទៅកាន់លុយរាប់លាននឹងទេគឺគាត់មានលុយតែត្រឹម50លានប៉ុន្តែគាត់ជ្រុលជ្រោះគឺគាត់បានដេញថ្លៃរហូតដល់90លានឯណោះដោយសារតែចង់ឈ្នះទៅលើទូស្រីបើយើងណាហើយចំណែកលោកសានគាត់នឹងក៏ចាប់ដើមរាប់1 2 3តើអ្នកណាហ៊ានមានដេញថ្លៃទៀតអត់ប៉ុន្តែអត់មានអ្នកណាហ៊ានដេញថ្លៃទេលោកសានគេនឹងក៏បានឈ្នះការដេញថ្លៃនឹងទៅហើយគេនឹងក៏បាននិយាយប្រាប់ទៅថាគេនឹងសហការដៃគូជាមួយនឹងក្រុមគ្រួសារសាននឹងឲ្យបានល្អបំផុតហើយចំណែកលោកសានគឺគាត់ត្រូវវាថាយកលុយពីលោកស៊ីមិញនឹងភ្លាមតែម្ដងណាប៉ុន្តែលោកស៊ីមិញថាលោកសានគាត់ចេះតែនិយាយលេងអីចឹងទៅតាំងកពិតនឹងប្អូនរបស់ទូប្រុសបើយើងនេះគឺគាត់ត្រូវការលុយពីលោកសាននឹងគឺលុយសុទ្ធអត់មានចេញជាលុយសាយអត់មានចេញជាអីទេលោកសានឯគេនឹងក៏ចាប់ផ្ដើមសុំអង្វរលោកស៊ីមិញគេនឹងក៏ចាប់ផ្ដើមសុំអង្វរលោកសានណាហើយលោកសានថាគាត់មិនអាចលើកលែងបានទេដេញថ្លៃមកសហការជាមួយគាត់និងសហការជាមួយនឹងគាត់ហើយគេនឹងក៏ចាប់ផ្ដើមសុំអ្នកនាងឈិញនេះជួយគេផងគេអត់មានលុយគ្រប់ទេគេនឹងក៏ចាប់ផ្ដើមលូតជង្គង់ហើយចំណែកតួស្រីបើយើងគាត់នឹងក៏បានបោះថាអ្នកនាងឈិញគឺមិនមានកូនរបស់លោកនៅក្នុងនឹងទេហើយគាត់នឹងក៏បាននិយាយប្រាប់មហាជនថាគាត់មិនដឹងដេកជាមួយនឹងណាខ្លះទេមិនដឹងកូនរបស់អ្នកណាទេធ្វើឲ្យលោកស៊ីមិញណាគេនឹងក៏ចាប់ផ្ដើមខឹងជាមួយនឹងអ្នកនាងឈិញនឹងឯងដោយសារតែបែកការអ្នកនាងឈិញក៏គ្មានលុយលោកស៊ីមិញណាក៏គ្មានលុយណាតួស្រីបើយើងគាត់ក៏ចាប់ផ្ដើមគិតថាអូនឹងឯងគឺជាលទ្ធផលដែលអ្នកទាំងពីរបានសាងហើយឯចំណែកលោកសានឯគេឃើញតែលោកស៊ីមិញនេះកំចាត់ទៅលើអ្នកនាងឈិញហើយគេចង់ឲ្យសម្លាប់ទៅលើតួស្រីបើយើងណាប៉ុន្តែជាចៃដន្យអីនេះបានទូប្រុសបើយើងនេះចូលមកទាន់ពេលទាន់វេលានឹងឯងដើម្បីសង្គ្រោះជីវិតរបស់គាត់អីចឹងទៅហើយឯលោកស៊ីមិញនេះគេនឹងក៏ចាប់ផ្ដើមខឹងជាមួយនឹងតួស្រីគេថាគេនឹងប្តឹងតួស្រីបើយើងដាក់គុកដាក់អីណាប៉ុន្តែតួស្រីបើយើងគាត់នឹងក៏បាននិយាយថាលោកចង់ប្តឹងខ្ញុំឥឡូវផោះតាំងដែលលោកបានប្រព្រឹត្តបទល្មើសខុសច្បាប់ទាំងប្រមាណគឺនៅក្នុងកម្រិតដៃរបស់ខ្ញុំទាំងអស់លោកចង់ប្តឹងខ្ញុំប្តឹងទៅហើយគេនឹងក៏ចាប់ផ្ដើមលូតជង្គង់សុំអង្វរតួស្រីបើយើងកុំឲ្យដាក់ពាក្យបណ្តឹងនឹងអីគេសុំតែមករួចខ្លួនទេប៉ុន្តែតួស្រីបើយើងគឺគាត់មិនអនុញ្ញាតឲ្យលោកស៊ីមិញនឹងរួចខ្លួនទេគឺគាត់ត្រូវតែយកលោកស៊ីមិញនឹងយកទៅដាក់គុកតែម្ដងដោយសារតែក្បត់ចិត្តគាត់ម្ដងហើយម្ដងទៀតអញ្ចឹងណាហើយចំណែកលោកសានដែលជាប្អូនរបស់ទូប្រុសបើយើងឯណែគាត់នឹងក៏ចាប់ផ្ដើមភ្ញាក់ផ្អើលជាមួយនឹងទូប្រុសបើយើងដែលមានវត្តមានរស់រានមានជីវិតនេះសត្វតែពេលហ្នឹងកូនចៅរបស់លោកសានគាត់នឹងក៏ចាប់ផ្ដើមចេញមកដែលគាត់បានក្បត់ណាគឺគាត់បានជួយសង្គ្រោះជីវិតរបស់ទូប្រុសហើយគាត់ក៏មិនបានបុកទៅលើទូប្រុសបើយើងឯណាធ្ងន់ធ្ងរដែរក៏គ្រាន់តែប៉ះតិចតួចហើយគាត់នឹងក៏ចាប់ផ្ដើមនិយាយថាលោកសានហ្នឹងគឺគាត់ចង់សម្លាប់ទៅលើទូប្រុសបើយើងគាត់នឹងក៏បានឲ្យទូប្រុសបើយើងដេកធ្វើជាស្លាប់គាត់ថតជាវីដេអូថតជាអីនេះឲ្យលោកសានបានមើលអញ្ចឹងណាហើយនឹងក៏គាត់តែជាការថ្លែងបន្រំរបស់ទូប្រុសបើយើងជាមួយនឹងកូនចៅរបស់គាត់តែប៉ុណ្ណោះហើយកូនចៅរបស់គាត់នឹងក៏ត្រូវលោកសាននឹងក៏ចាប់ផ្ដើមចាប់យកទៅដាក់គុកណាហើយចំណែកទូប្រុសបើយើងគាត់នឹងក៏បានសួរនាំទៅទូស្រីបើយើងថាមានបញ្ហាអីឬក៏អត់ក៏សុំទោសអញ្ចឹងទៅហើយទូស្រីបើយើងខឹងថាទូប្រុសបើយើងនេះគឺជាម្ចាស់ភាគហ៊ុនធំដែលលាក់បាំងជីវប្រវត្តិពីគាត់អីគាត់ខឹងជាមួយនឹងទូប្រុសបើយើងណាតែគាត់នឹងក៏ចាប់ផ្ដើមចេញទៅហើយគាត់នឹងក៏បានអរគុណទៅកូនចៅរបស់គាត់ដែលបានជួយដែលបានជ្រោមជ្រែងគាត់ឲ្យគាត់មានរស់រានមានជីវិតអីចឹងទៅទូស្រីបើយើងគាត់នឹងក៏ចាប់ផ្ដើមអាពីថាហេតុអីបានជាទូប្រុសបើយើងនេះក៏ហក់គាត់ហេតុអីបានជាទូប្រុសបើយើងនេះបោកប្រាស់គាត់អីចឹងណាតែគាត់ចូលមកក៏យើងគួរតែធ្វើបែបណាគាត់ឃើញតែអាពីថាទូប្រុសបើយើងចូលមកផ្លុំដៃចូលមកថើបចូលមកស្អីចិត្តគាត់អីចឹងណាគ្រាន់តែជាការសម័យរបស់គាត់តែប៉ុណ្ណោះធ្វើឲ្យទូស្រីបើយើងនេះគឺវីវក់បង្វេងណាគាត់មិនដឹងថាត្រូវដោះស្រាយជាមួយនឹងទូប្រុសយ៉ាងម៉េចដល់ពេលទូប្រុសបើយើងចូលមកពិតប្រាកដនេះគាត់នឹងក៏ស្មានតែទូប្រុសបើយើងនេះចូលមកលេងណាចូលមកដល់គឺផ្ទះមួយកំភ្លៀងតែម្ដងទូប្រុសថាហេតុអីបានជានេះផ្ទះខ្ញុំខ្លាំងដល់ថ្នាក់ហ្នឹងហើយគាត់នឹងក៏បានខឹងជាមួយនឹងទូប្រុសយើងនឹងឯងហើយទូប្រុសយើងក៏ថាគាត់សុំទោសដោយ
សារតែប្អូនរបស់គាត់គឺចង់សម្លាប់គាត់អញ្ចឹងហើយបើគាត់មិនលាក់ប្រវត្តិរបស់គាត់ទេគេនឹងសម្លាប់គាត់អញ្ចឹងតួស្រីរបស់យើងគាត់នឹងក៏បានយល់អាកន្លែងហ្នឹងណាហើយតួប្រុសរបស់យើងថាគុំខឹងគាត់ទីបានអត់តួស្រីរបស់យើងគាត់នឹងក៏ចាប់ផ្ដើមញញឹមដាក់តួប្រុសរបស់យើងនឹងឯងតួប្រុសរបស់យើងគាត់នឹងក៏ចាប់ផ្ដើមអោបទៅលើតួស្រីហើយគាត់នឹងក៏បាននិយាយសុំទោសថាគាត់មិនចង់លាក់កុហកបោកប្រាស់តួស្រីទេហើយគាត់នឹងក៏បាននិយាយជាមួយតួស្រីក៏សុំតួស្រីរបស់យើងរៀបការតើតួស្រីរបស់យើងនេះអនុញ្ញាតជាមួយនឹងគាត់ឬក៏អត់តែតួស្រីរបស់យើងគឺគាត់ធ្វើមុខវាថាមិនពេញចិត្តជាមួយនឹងតួប្រុសណាប៉ុន្តែឲ្យដៃតួប្រុសរបស់យើងនេះពាក់ចិញ្ចៀនគាត់មកតួប្រុសរបស់យើងគាត់នឹងក៏បានសួរថាយល់ព្រមជាមួយនឹងគាត់ឬក៏អត់តួស្រីរបស់យើងគឺគាត់មិនបងអង្គយល់ទេគាត់ថាគាត់យល់ព្រមជាមួយនឹងតួប្រុសហើយរឿងយើងនេះក៏ចប់តែត្រឹមនឹងដូចគ្នាដែរ